ជាគោមៀដែលរົບនៅជ្រាបជ្រុំក្នុងទឹកប៉ុន្តែពេលឡើងកំពង់ផែត្រូវឃុំជនភូមិរកឃើញពួកគេឃើញរាងកាយគោចាញ់ពលឺមាសចាំងរួយបន្ទាន់យកខ្សែដងមួចងក្បាលវាហើយយកដៃព្រួយវែងមួចាក់បញ្ចូលតាមកគេគិតថាដាក់គោខ្លាំងភ្លើងខ្លាំងអង់ឲ្យឆេះនឹងអាចរលាយខ្លាយជាមាសបានមិននឹកស្មានឡើយគោមៀបនោះវិលទៅជាទឹកមាសហូរចូលក្នុងទន្លេទ្រព្យសម្បត្តិដែលជិតបានស្រួលស្រួនវិញវាងាយបាត់បង់លោកម្ចាស់ដីចាស់មិនបានក៏ទ្រុតាត្រឡប់ដល់ផ្ទះវិញប៉ុន្តែបន្ទាប់ពីគេចេញទៅគោមៀបនោះវិញប្រែជាមានជីវិតឡើងមកម្ដងទៀតវាលូតចេញពីទឹកយឺតហើយដើរតទៅផ្ទះមួយនៅជើងទន្លេដោយសាររបួសធ្ងន់ការដើរម្ដងវាធ្លាក់ភ្លាមហើយឈាមហូរចេញពីជើងខាងក្រោយមិនឈប់មានម្ដាយកូន2នាក់ឃើញគោរបួសនាងគ្រាន់តែយកអាសុតស្មៅមកព្យាបាលបន្ធូរឈាមដើម្បីកុំឲ្យម្ចាស់ដីចាស់រកឃើញពួកនាងបានយកស្មៅគុនមកគ្របក្បាលវាមិនយូរហើយម្ចាស់ដីចាស់បានបញ្ជាឆ្កែប្រមាន់ឲ្យស្វែងរកពួកវាក្រអូបឃើញឈាមស្រក់លើដីរួចសន្និដ្ឋានថាគោមៀបមិនខានស្ថិតនៅក្នុងភូមិនេះឡើយម្ចាស់ដីចាស់នឹងបង្គំខ្លួនបានទៅជិតផ្ទះមនុស្សដែលគេចោទថាសង្ស័យក្រុមបង្គំក៏ស្រែកស្រាមទាំងស្ទុះស្ទាបធ្វើការស្រាវជ្រាវគ្រប់ជ្រុងក្នុងផ្ទះអាក្រក់ជាងនេះហើយពួកឆ្កែប្រមាញ់បានឈប់ឃើញក្លិនឈាមហើយរកឃើញគោមៀដែលលែកខ្លួនក្រំស្មៅបង្គំខ្លាំងបានយកខ្សែចងវាយ៉ាងតឹងរួចយកដែកវែងមួយចែកតាមកវាពេលវាប្រកាសជានឹងស្លាប់ហើយនាងម្ដាយនិងកូនបានព្យាយាមទាញកន្ទុយវារក្សាជីវិតបង្គំម្នាក់បានកាប់កន្ទុយគោជាចំចាំទើបវាខាក់ឈាមខ្លាំងដូច្នេះវាមិនអាចរួចផុតពីគ្រោះថ្នាក់បានឡើយក្នុងការរកមាសម្ចាស់ដីចាស់បានដាក់គោមៀវលើភ្លើងអង់គិតថាអាចរលាយវាបានជាក់ស្ដែងមិនតាន់គេចាប់អារម្មណ៍សោះគោវិញនោះរលាយជាទឹកមាសហូរចូលទន្លេលែងឃើញសំណាកក្រោយពួកគេចេញទៅគោមៀវនោះបានបំលែងរាងជាមនុស្សពាក់សម្លៀកបំពាក់ធម្មតាកាន់ឈើតាមដំបងហើយទៅផ្ទះឥន្ទរិនដើម្បីសុំអំពើបាយឪពុកចាស់មើលទៅខ្សោយឯកូនស្រីក៏អាណិតហើយអញ្ជើញចូលផ្ទះឲ្យសម្រាកគាត់បានយកស្រូវដែលទួបបានស្នើឲ្យគេឧបត្ថម្ភក្នុងរដូវដាំដុះនេះដាក់ចំអិនជាបបរសាមញ្ញរសជាតិហួសសាមញ្ញប៉ុន្តែចាស់ក៏ញ៉ាំយ៉ាងរីករាយយប់នោះការអស្ចារ្យបានកើតឡើងមានពលឺមាសភឺវិញប់មួយប្រែឪពុកចាស់ទៅជាពុទ្ធិសាសជួបគ្រូជួយឆ្លងដើម្បីឲ្យគុណនារីដែលបានជួយសង្គ្រោះគាត់បានថ្វាល់គ្រាប់ពងមាសមួយមុនចែកចាយគាត់បានចោទដាយថាបើថ្ងៃណាមានទឹកជំនន់ឬគ្រោះមហន្តរាយគ្រាប់ពងនោះនឹងជួយសង្គ្រោះជីវិតហើយក្រោយមហន្តរាយវានឹងជួយឲ្យប្រជាជនរស់បានដោយសុខសាន្តបន្ទាប់មកគាត់បានក្លាយជាពពុកហៅបាត់ទៅដោយសារគ្រាប់ពងមាសនេះកសិផលភូមិបានប្រមូលទាំងឆ្នាំប៉ុន្តែឆ្នាំនោះភ្លៀងធ្លាក់ច្រើនទឹកជំនន់ធំមិនធ្លាប់មានបានមកដល់សូមតែប្រជាជនបានយកស្រូវឡើងកន្លែងខ្ពស់ទាន់ទេម្ចាស់ដីចាក់វិញនៅតែសប្បាយជ្រៀងស្រាមិនជឿថាទឹកអាចលាងសម្អាតគេបានឡើយទឹកឡើងខ្លាំងតទៅคล้ายជាទឹកជំនន់ធំពេកហើយទន្លេក៏លាបភូមិគ្រប់ស្រទាប់នាងបានយកគ្រាប់ពងមាសចាក់ខំពាក់ជាជំណាត់បោះចូលទន្លេភ្លាមវាប្រែជាទូកមួយដែលប្លង់រឹងមាំមិនអាចរើសសម្រងដែលខ្យល់ខ្លាំងឬរលកបាននាងបានជួយសង្គ្រោះប្រជាជនតាមលំហែកាត់ស្ទឹងម្ចាស់ដីចាស់វិញមិនមានវាសនាបែបនោះឡើយទឹកជំនន់កំពុងលាបផ្ទះគាត់បឹងហើយគាត់ចង់ឡើងដំបូលសុំជំនួយតែផ្ទះវិញត្រូវទឹកជំនន់រស់រឿបង្គំក្រមុំនិងក្រុមអ្នកធ្វើអំពើអាក្រក់ត្រូវទឹកលាបបាត់ទៅមិនឃើញម្ដងទៀតក្រោយទឹកជំនន់ស្រកទៅប្រជាជនបានសហការជួយសាងសង់ភូមិឡើងវិញអ្នកនេសាទក៏រកត្រីបានច្រើនស្រូវក្នុងវាលក៏ទទួលផលឆ្នាំជាងមុនជីវិតនៅភូមិនោះបានត្រឡប់ទៅភាពសន្តិភាពម្ដងទៀត